ដឹងតែរូបភាពអូនឥឡូវត្រូវប្រើតែរបស់ brand name បើអូនពាក់របស់ធម្មតានោះគឺគេថាអូនជាអ្នករៀបរៀងផ្លូវជោគជ័យរបស់អូនគេថាអូនគួរតែមានអ្នកណាដែលល្អជាងនឹងអូនហត់ខ្លាំងមែនទេបើហត់ខ្លាំងចាំថ្ងៃក្រោយចាំជួបគ្នាក៏បានដែរហាងកាហ្វេតូចមួយនៅមាត់ទន្លេពេលល្ងាចដែលមេឃកំពុងតែប្រែពណ៌ក្រហមទុំវិបុលអង្គុយម្នាក់ឯងនៅតុជ្រុងម្ខាងភ្នែកសម្លឹងមើលនាឡិកាដៃជានិញកូឡាដែលជាមិត្តភក្តិជិតស្និទ្ធនឹងជាម្ចាស់ហាងដើរមកដាក់កែវលើតុងមិនហើយលោកម្ចាស់ចាំយូរហើយណោះនេះកែវទី2ហើយណាបើតាមខ្ញុំរាប់មើលទៅជិត1ម៉ោងហើយនាងថាគាត់ចេញពីថតតាំងពីម៉ោង4នេះម៉ោង5កន្លះហើយនៅមិនទាន់ឃើញស្មោលទៀតហេឯងត្រូវយល់ឥឡូវសង្សារឯងមិនមែនស្រីនាងកាលនៅរៀនជាមួយយើងទេណាឥឡូវគេជានិតអាយដលជាតារា model មានគេស្គាល់រាប់ម៉ឺននាក់គេរវល់អញ្ចឹងហើយយើងដឹងតែយ៉ាងហោចណាស់ក៏គួរតែប្រាប់មួយម៉ាត់ថាដល់ណាហើយមិនមែនឲ្យយើងអង្គុយចាំដូចជាមនុស្សឈួតអញ្ចឹងទេចុះឯងទេទៅគាត់នៅទេ3ដងហើយគាត់ចុចបិទចោលប្រហែលកំពុងជាប់ការងារមែនទែនហើយមើលទៅចាំបងចេះចាំស្អី sponsor គេផ្ញើផលិតផលមកចាំអូនថត review ឲ្យភ្លាមចាំបងអរគុណច្រើនណាស់បងបលសុំតនេះអូនមកជិះបន្តិចហើយស្ទះផ្លូវផងហើយការងារទើបតែចប់មិញហ្នឹងទេអូហូនាងស្រីនាងមកដល់ហើយមិនដែរបាត់មុខពីហាងខ្ញុំជិត2ខែហើយចង់ភ្លេចរសជាតិកាហ្វេហាងមិត្តភ័ក្តិអស់ហើយដឹងអើយកូឡេកុំឌឺអីណាគ្នាប៉ាត់ជារវល់មែនតាថ្ងៃខ្លះហូបបាយមិនចង់តន់ពេលផងណែសុំតែក្រូចស្រស់មួយម៉ាណាលេបថ្នាំបន្តិចឈឺក្បាលណាអូខេចាំមួយផ្លែតអូនហត់ខ្លាំងមែនទេបើហត់ខ្លាំងចាំថ្ងៃក្រោយចាំជួបគ្នាក៏បានដែរបងមិនចង់បង្ខំអូនទេមិនអីទេណាបងខកខានជួបគ្នា3 4ដងហើយបើថ្ងៃនេះមិនមកទៀតបងច្បាស់ជាខឹងអូនស្លាប់ហើយណែបងមានរឿងអីចង់និយាយមែនទេបានជាហៅអូនមកបន្តអញ្ចឹងនោះបងគ្រាន់តែចង់មកអបអរខួប2ឆ្នាំដែលយើងស្រឡាញ់គ្នាអូនភ្លេចហើយមែនទេបងបលអូនសុំតណែអូនភ្លេចមែនទេក្នុងខួរក្បាលរបស់អូនឥឡូវមានតែតារាងការងារថតក្រៅថតក្នុងស្ទូឌីយោអូនពិតជាសុំតណែមិនអីទេបងទម្លាប់ហើយនេះកាដូសម្រាប់អូនស្អានតាបងអរគុណបងច្រើនហើយណែបងចាំបានថាកាលពីមុនអូនធ្លាប់ប្រាប់បងថាអូនចង់បានខ្សែដៃដែលមានរូបស្លាបព្រោះអូនចង់ហោះហើរទៅរកក្តីសុបិនរបស់អូនឥឡូវអូនធ្វើបានហើយចាបងអូនធ្វើបានហើយតែបងដឹងទេពេលដែលអូនកាន់តែខ្ពស់អូនកាន់តែមានអារម្មណ៍ថាអ្វីជុំវិញខ្លួនអូនវាមិនដូចមុនទេសូម្បីតែបងក៏មិនដូចមុនសម្រាប់អូនដែរមែនទេបងបលហេតុអីក៏និយាយអញ្ចឹងអូននៅតែជានិតរបស់បងតែចុះហេតុអីបានជាពេលនេះបងមានអារម្មណ៍ថាបងត្រូវតម្រង់ជួរចាំជួបអូនដូចជាអ្នកគាំទ្រម្នាក់អញ្ចឹងយើងនៅឆ្ងាយពីគ្នាណាស់នាងកាលពីមុនយើងដើរលេងមាត់ទន្លេហូបប្រហិតចៀនសើចសប្បាយជាមួយគ្នាឥឡូវសូម្បីតែអង្គុយមើលមុខគ្នាឲ្យចំក៏អូនរវល់តែចុចទូរស័ព្ទដែរបងក៏ដឹងថាការងារអូនវាត្រូវការប្រើទូរស័ព្ទជាដាច់ខាតបើអូនមិន reply ភ្ញៀវបើអូនមិនផុសរូបនោះអូននឹងធ្លាក់កោតបងចង់ឲ្យអូនត្រឡប់ទៅធ្វើជាក្មេងស្រីធម្មតាម្នាក់ដែលគ្មានអនាគតអីអញ្ចឹងមែនទេបងមិនដែលនិយាយអញ្ចឹងទេបងគាំទ្រអូនគ្រប់យ៉ាងតែបងគ្រាន់តែចង់បានពេលវេលាខ្លះដែលមានតែយើង2នាក់ដែលគ្មានកាមេរ៉ាគ្មានការងារគ្មាន social media វាពិតជាពិបាកណាស់បងមិនមែនជាអូនបងមិនដឹងទេថាសម្ពាធវាខ្លាំងប៉ុណ្ណានោះថ្ងៃមុនបងដឹងទេមានគេលួចថតរូបបងជាមួយអូនពេលដែលយើងហូបបាយជាមួយគ្នាឬគេចុះទៅផុសថេ I
ឯងដល់ស្រីនេះមានសង្សារធម្មតាម្នាក់បងដឹងទេថាគេខមមិនថាមិនខ្លះនោះ គេថាម៉េចគេថាបងមិនសមជាមួយអូនមែនទេ គេថាអូនជាអ្នករៀបរៀងផ្លូវជោគជ័យរបស់អូនគេថាអូនក៏តែមានអ្នកណាដែលល្អជាងនឹងអ្នកដែលមានឋានៈស្មើនឹងអូន ហើយអូនក៏ជឿគេអូនខ្វល់ពីសម្ដីមនុស្សដែលមិនដែលស្គាល់យើងច្រើនជាងខ្វល់ពីអារម្មណ៍បងមែនទេ វាមិនមែនចឹងទេណាបងតែក្នុងលោកនេះគេមើលមកតែខាងក្រៅនឹងអូនខំប្រឹងរាល់ថ្ងៃក៏ដើម្បីអនាគតយើងដែរ ដើម្បីអនាគតយើងឬដើម្បីភាពល្បីល្បាញរបស់អូនម្នាក់ឯងនានអូនសាកសួរខ្លួនឯងមើលខ្សែដៃដែលបងឲ្យអូនមិញហ្នឹងអូនហ៊ានពាក់វាថតរូបផុសចូល Instagram អូនអន់ស្រីនានស្ងាត់មាត់ឈឹងនាងសម្លឹងមើលខ្សែដៃប្រាក់ក្នុងប្រអប់រួចងាកទៅមើលនាឡិកាដៃដែលជារបស់ម៉ាកល្បីតម្លៃរាប់ពាន់ដុល្លារដែលក្រុមហ៊ុនទើបនឹងផ្ដល់ឲ្យនាងពាក់ផ្សាយពាណិជ្ជកម្ម បងដឹងទេរូបភាពអូនឥឡូវត្រូវប្រើតែរបស់ brand name បើអូនពាក់របស់ធម្មតានោះគឺ បងយល់ហើយបងយល់ច្បាស់ណាស់ស្នេហារបស់យើងវាប្រហែលជាចាប់ផ្ដើមប្រែពណ៌ហើយមែនទេពីពណ៌ផ្កាឈូកដែលធ្លាប់មានคล้ายជាពណ៌ដែលបងមើលមិនស្គាល់ទឹកក្រូចបានហើយញ៉ាំតាមស្រួលណាកុំតានតឹងពេក បងអូនទេថ្ងៃនេះយើងនិយាយគ្នាមិនត្រូវគ្នាទេអូនមានអារម្មណ៍ថាហត់ណាស់អូនសុំទៅសម្រាប់មុនហើយណាចាំស្អែកចាំចេញនិយាយគ្នាទៀតចា បានអញ្ជើញចុះអូនស្រីនាថដែលចេញទៅទាំងប្រញាំនាងឈប់បន្តិចនៅមាត់ទ្វាររួចងាកមកមើលវិបុលដែលនៅអង្គុយថ្មឹងម្នាក់ឯងនាងចង់និយាយអ្វីម្យ៉ាងតែទូរស័ព្ទនាងរឡើងម្ដងទៀតនាងដកដង្ហើមធំរួចដើរចេញទៅឡើងឡានបាត់ទៅវិបុលអង្គុយម្នាក់ឯងសម្លឹងមើលកែវទឹកក្រូចដែលនាថមិនទាន់ទាំងបានប៉ះមាត់គេលើកខ្សែដៃដែលនាងទុកចោលលើតុមកកាន់ក្នុងដៃមិនអញ្ចឹងទៅបាត់ហើយគេទៅរកពិភពលោកដ៏ភ្លឺស្វាងរបស់គេបាត់ហើយកូឡាឯងកុំគិតច្រើនពេកស្រីនាថប្រហែលជាគ្រាន់តែរវល់មែនតែនហ្នឹងវាមិនមែនរវល់ទេតែបេះដូងគេលែងមានកន្លែងសម្រាប់មនុស្សធម្មតាដូចជាយើងហើយ